គឺសេចក្តីស្ងប់ត្រជាក់ហើយនឹងជាប្រយោជន៍នេះឯងដែលជាសេចក្តីសំខាន់ក្នុងជីវិតដែលយើងត្រូវតែអប់រំទៅដោយសតិសម្បជញ្ញៈដើម្បីមកមើលថែជីវិតរបស់យើងនឹងឯងសតិសម្បជញ្ញៈនេះគឺសំខាន់ណាស់ជាធម៌មានឧបការៈច្រើនដែលយើងមិនអាចនឹងបោះបង់ខ្លួនយើងចោលទេនឹងឯងជីវិតរបស់យើងនឹងមិនអាចពឹងអ្នកដទៃណាបានឡើយមនុស្សទាំងអស់រាប់ពាន់លានអ្នកទេវតាទាំងអស់ក៏យើងមិនអាចទៅពឹងអ្នកណាមួយអង្គបានទេនឹងឯងសូម្បីតែទៅរកព្រះពុទ្ធជាអង្គម្ចាស់ក៏ព្រះអង្គឲ្យយើងត្រឡប់មកពឹងខ្លួនឯងវិញហើយបើសិនបើយើងនឹងឯងមិនបានយល់ដឹងនៅក្នុងធម៌នេះទេយើងបែរទៅជាសត្រូវនឹងខ្លួនឯងឬក៏ទៅជារំលោភបំពានបៀតបៀនខ្លួនឯងត្រង់ដែលថាมันមានសតិសម្បជញ្ញៈសវណ្ណហ្នឹងឯងដោយការបាត់បង់សតិហើយរំលោភបំពានលើខ្លួនឯងគឺណាតើយើងនឹងកំសត់បណ្ណាទៅតែមើលដែលมันអាចពឹងមនុស្សណាទេវតាណាទាំងអស់បានត្រូវតែមកពឹងខ្លួនឯងនេះដើម្បីឲ្យរួចពីបាបរួចអំពីវដ្តសង្សារដើម្បីបានដើរនៅក្នុងផ្លូវអរិយមគ្គប្រកបដោយអង្គ8ប្រការដោយព្រះអរិយបុគ្គលដទៃដែរប៉ុន្តែបែរទៅជាមិនបាននៅទីពឹងពីខ្លួនយើងនឹងតែម្ដងដោយសារអត់មានសតិសម្បជញ្ញៈនឹងឯងតើពឹងអ្នកណាបានទៅបើដូចជាថាកូននឹងឯងពឹងឪពុកនឹងអញ្ចឹងហើយបើឪពុកនឹងប្រព្រឹត្តរំលោភបំពានទៅលើកូននឹងទៅទៀតតើនឹងឲ្យទៅពឹងអ្នកណានេះគឺគ្រាន់តែលើកដើម្បីឲ្យឃើញថាវាជារឿងកំសត់ប៉ុណ្ណឹងមិនកំសត់ដល់ដែលខ្លួនយើងនឹងស្រវឹងបាត់បង់ស្មារតីហើយបៀតបៀនខ្លួនឯងទៅដោយបាបកម្មពីវេរាគឺណាតើកំសត់បណ្ណាទៅយើងឃើញចំណុចដែលសត្វលោកយើងកំសត់ត្រង់ដែលថាពឹងអ្នកណាក៏មិនបានហើយស្រាប់តែមិនបានទីពឹងពីខ្លួនឯងហ្នឹងដោយខ្លួនឯងខ្វះសតិសម្បជញ្ញៈហ្នឹងឯងចឹងត្រូវកំសត់ទៅមែនទែនដូច្នេះបងប្អូនកូនចៅទាំងអស់គឺថាសតិសម្បជញ្ញៈនឹងឯងចម្រើនឡើងពីហេតុណាពីទានពីសិលព្រោះមហាកុសលសុទ្ធតែមានតួសតិក្នុងហ្នឹងហើយញាណសម្បយុត្តប្រកបដោយបញ្ញាទៀតពីការស្ដាប់ធម៌ពីការទន្ទិញចងចាំពុទ្ធរិកាពីការអប់រំមេត្តាចិត្តពីការចម្រើនបញ្ញាបានជ្រួតជ្រាបទៅដឹងថាអ្វីគឺសុទ្ធតែជាការពិតដែលប្រព្រឹត្តទៅក្នុងគ្រប់រឿងទាំងអស់ដែលកើតមានគឺយើងមិនចាំបាច់ទេមទេរឿងដតីទេមិនចាំបាច់ទៀមទាអ្វីដោយឡែកទេគឺយល់ដឹងការពិតរឿងអ្វីដែលបានមកដល់ជីវិតកើតឡើងគឺបានដឹងថារឿងនឹងត្រឹមត្រូវប៉ុន្តែអត់ធន់ទៅវាមិននៅជាមួយនឹងយើងរហូតអីទេកុំឲ្យតែបាត់បង់នៅសតិសម្បជញ្ញៈរឿងដែលនាំឲ្យសบายចិត្តក៏កន្លងទៅរឿងដែលនាំឲ្យកើតទុក្ខក៏កន្លងទៅដូច្នេះគឺយើងត្រូវមានគុណធម៌ជាមួយគ្នានឹងគ្រប់រឿងដែលបានមកដល់នឹងអោបកសោបគុណធម៌កុំឲ្យបាត់បង់សតិសម្បជញ្ញៈហើយរឿងទាំងអស់វានឹងកន្លងទៅទេវាអត់មានរឿងអីថិតថេរទៀងទាត់នៅជាមួយយើងរហូតទេដល់តែពេលវាកន្លងទៅយើងអត់មានសេចក្តីក្តៅក្រហាយស្ដាយក្រោយទេរឿងដែលនាំឲ្យយើងវង្វេងស្រឡាញ់ក៏ដោយនាំឲ្យយើងវង្វេងស្អប់ក៏ដោយនឹងឯងត្រូវតែកំណត់ដឹងថារឿងទាំងអស់នឹងទុកជាមេរៀនចូលមកដល់ជីវិតរបស់យើងឲ្យឃើញថាធัวទាំងឡាយមានហេតុបានកើតឡើងចឹងទៅចឹងគឺថាទោះជារឿងនឹងត្រូវបាត់បង់ទៅវិញយើងស្រឡាញ់ពេញចិត្តប៉ុន្តែថាដល់តែយើងមានគុណធម៌ដែលត្រូវរក្សាទៅក៏យើងមិនហួងហែងរឿងនឹងកន្លងទៅព្រាត់ប្រាសទៅក៏យើងសង្វេគទៅមិនហួងហែងមិនផ្ទះម្ទែងទៀមទាអ្វីដែលកន្លងទៅនឹងឲ្យនៅជាមួយយើងរហូតទេហើយរឿងដែលសម្រាប់ថាឲ្យយើងលំបាកចិត្តឲ្យយើងតោះអីនឹងយ៉ាងណាក៏យើងមិនដល់ទៅក្រំគ្រាក្តុកក្ដួលក្តៅអីហើយឲ្យបាត់បង់នៅគុណធម៌ទេព្រោះថា
អ្វីដែលសំខាន់សម្រាប់ជីវិតរបស់យើងគឺសតិសម្បជញ្ញៈក្នុងទានក្នុងសិលក្នុងសមថវិបស្សនារឿងទាំងអស់ដែលបានមកដល់ជីវិតនិងកន្លងផុតទៅក៏យើងអត់មានសោកសៅអត់មានអាឡោះអាល័យហើយក៏រឿងដែលនាំឲ្យយើងតោះក៏មិនជាតោះអីទៅដែរនឹងឯងពីព្រោះអ្វីដែលយើងត្រូវការពិតប្រាកដមិនមែនគ្រាន់តែរឿងឲ្យយើងពេញចិត្តតែប៉ុណ្្នឹងទេយើងមិនយកអាត្រង់ការពេញចិត្តទៅតាមកិលេសទេយើងយកត្រង់ដែលថាសិក្សាចំពោះអ្វីដែលកើតឡើងមកដល់ជីវិតរបស់យើងនឹងវាត្រឹមត្រូវទៅដោយហេតុដោយបច្ច័យយ៉ាងណាអញ្ចឹងទៅយើងរក្សាសតិសម្បជញ្ញៈបានយើងយល់ដឹងចំពោះការពិតនៃជីវិតគ្រប់យ៉ាងចូលមកដែលយើងហៅថាបញ្ហាប៉ុណ្ណាក៏ដោយទៅជាមេរៀនសម្រាប់យើងសិក្សាបានយល់ដឹងពីសព្វេធម្មេជាអនត្តាធัวទាំងឡាយទាំងពួងជាអនត្តាអត់មានអ្នកណាធ្វើឲ្យខ្លួនឯងទេយើងក៏មិនបានធ្វើអ្នកដទៃក៏មិនបានធ្វើ